រឿងអាខ្វាក់អាខ្វិនកាលពីព្រេងនេះមានមនុស្សពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅខ្ញុំចិនទាំងពីរនាក់អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិនប៉ុន្តែនៅម្ចាស់ដោយខ្លួនអាខ្វាក់នៅនឹងចិនផ្ទះមួយអាខ្វិននៅនឹងចិនផ្ទះមួយទៀតចិត្តគ្នាអាខ្វាក់អាខ្វិនយកគ្នាជាសម្លាញ់ឯអាខ្វាក់ខ្វាក់ភ្នែកទាំងពីរមើលមិនឃើញអាខ្វិនខ្វិនជើងទាំងពីរដើរមិនរួចបើនឹងទៅណាបានតែកិលនឹងគូតចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិនគ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះអាខ្វាក់អាខ្វិននឿយលំបាកណាស់ក៏គិតគ្នាថាយើងនឿយហត់លំបាកណាស់នឹងទ្រាំនៃជាខ្ញុំចិននេះមិនបានទេមានតែយើងគិតរត់ហើយអាខ្វាក់សួរអាខ្វិនថាបើដូច្នោះយើងនឹងគិតដូចម្ដេចអាខ្វិនខ្លាយឡើងថាអញឃើញទូកគេនៅកំពង់នោះមានយើងត្រូវរត់ទៅដោយទូកនោះទើបរួចអាខ្វាក់អាខ្វិនគិតគ្នាព្រមហើយលុះយប់ក៏បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូកក៏អង្គុយម្នាក់ឯក្បាលម្នាក់ឯកន្សៃឈោមមុខតនគ្នាប្រាំងអុំទូកទៅអាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះហើយយប់ងងឹតមើលមិនឃើញគិតស្មានថាទូកលឿនទៅមុខតែទូកចេះតែវិលនៅត្រង់កំពង់នោះឯងលុះអុំយូរទៅដល់ពាក់កណ្ដាលអាត្រៀតឮសំឡេងសត្វអកយំអាខ្វាក់អាខ្វិននិយាយគ្នាថាយន់ប្រឹងអុំទូកឡើងដល់កន្លែងអន្លង់អកហើយអាខ្វាក់អាខ្វិនខំអុំទៅទៀតលុះដល់ពេលមាន់រងាយហើយនិយាយគ្នាថាយើងចិត្តដល់ស្រុកគេហើយប្រឹងអុំឡើងក្រែងគេតាមតន់អាខ្វាក់អាខ្វិនក៏ប្រឹងអុំលុះត្រាតែមាន់រងាយក៏ឮសំឡេងតារាវយំភ្លឺព្រៀងព្រៀងពីឯកើតអាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថាដូចជាកំពុងផ្ទះយើងលុះឃ្លឹបបន្តិចឡើងមកឆេះចុះមកដងទឹកឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈោមមុខទល់គ្នាហើយគេហៅឲ្យអុំទូកចូលមកគេដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគេគិតថាមនុស្សខ្វាក់ខ្វិនវានឹងរត់ទៅឯណារួចគេក៏ឲ្យឡើងទៅផ្ទះវិញគេមិនបានជេរវាទេអាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញលុះនៅយូរទៅអាខ្វាក់អាខ្វិនបបួលគ្នារត់ទៀតអាខ្វិននិយាយនឹងអាខ្វាក់ថាយើងរត់ម្ដងនេះទៀតកុំឲ្យម្ចាស់គេតាមតន់យើងកុំទៅជើងទឹកទៅជើងគោកវិញអាខ្វាក់ឆ្លើយថាទៅដូចម្ដេចនឹងបានជើងគោកនោះបើអញខ្វាក់ឯងខ្វិននឹងរត់ទៅឯណារួចអាខ្វិនឆ្លើយឡើងថាឯងកុំព្រួយចិត្តឯងឲ្យអញជីកលើឯងហើយអញបង្ហាញផ្លូវអាខ្វាក់អាខ្វិនគិតគញាព្រមហើយលុះដល់យប់ស្ងាត់គេដេកលក់អស់អាខ្វាក់លើកអាខ្វិនឲ្យជីកលើស្មាដើម្បីឲ្យបង្ហាញផ្លូវនឹងដើរទៅឯម្ចាស់លុះព្រឹកឡើងមិនឃើញអាខ្វាក់អាខ្វិនដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគេគិតថាមនុស្សខ្វាក់ខ្វិនវានឹងរត់ទៅឯណារួចគេក៏មិនទៅតាមអាខ្វាក់អាខ្វិនខំរត់ទៅ2-3ថ្ងៃបានដល់ស្រុកមួយស្រុកនោះមានខ្លាសហាយអ្នកស្រុកគេហាម5កូនចៅគេថាប្រលប់យកងងឹតហើយកុំលេងនៅដៃខ្លាចខ្លាអាខ្វាក់អាខ្វិនទៅដល់ស្រុកនោះជួនជាប្រលប់យកងងឹតហើយគិតគ្នាថាយើងដល់ស្រុកគេហើយបើដូច្នោះយើងគិតធ្វើស្រែតែយើងបាននឹងងោលរណាស់គឺ3គោពីណានឹងធ្វើស្រែនឹងគេមានតែយើងគិតលួយគេទេបានអាខ្វិនបញ្ឆេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេអស់អ្នកស្រុកគេឃើញគេប្រាប់ថាស្រុកនេះមានខ្លាសាហាវណាស់អាខ្វិនឆ្លើយឡើងថាក្លេមិនខ្លាចទៅខ្លាចខ្លាក៏ជួនជាមកលោបខំគោពេលនោះដែរដល់លឺអាខ្វាក់ថាក្លេមិនខ្លាចទៅខ្លាចខ្លាក៏គិតគ្នាថាពីដើមគេខ្លាចតែអញឥឡូវមានក្លេផ្សេងគេខ្លាចជាងអញទៅទៀតអញមិនដែលឃើញមិនដែលលឺសោះទេក្លេនោះបើដូច្នោះអញចាំលោកមើលឲ្យឃើញច្បាស់ប្រកបអាខ្វិនឃើញក្រៅគោគេហើយប្រាប់អាខ្វាក់ថាឯងទៅលួចគោចុះអញចាំឯងនៅក្រោយរបងនេះអាខ្វាក់ដាក់អាខ្វិនចុះហើយដើរស្ទើបចូលទៅជួនជាជួបនឹងខ្លាឃើញអាខ្វាក់គិតស្មានថាក្លេក៏ខ្លាចមិនហ៊ានកម្រើកខ្លួនអាខ្វាក់ស្តាប់អស់ទាំងខ្លួនខ្លាគិតស្មានថាគោហើយស្តាប់ទៅលើក្បាលខ្លាមិនឃើញស្នែងនឹកអថាគោនេះស្នែងនោះធាត់ល្អណាស់អញទុកជាអានុបកូនក្រោលអញអាខ្វាក់ក៏ចាប់ទៀងខ្លាដឹកយកមកនឹងខ្លះឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាក្លេអាខ្វាក់ធ្វើម្ដេចក៏ចេះតែតាម
អាខ្វាក់ដឹកមកដល់ក្រៅរបងហើយប្រាប់ទៅអាខ្វិនឲ្យយកកន្លះមកនឹងខ្លះអានុបកូនក្រោលអញអាខ្វិនឃើញហើយប្រាប់អាខ្វាក់ថាអាខ្វាក់ខ្លាទេអាខ្វាក់ឆ្លើយថាបើអញខ្លាចឯងឲ្យកន្លះមកអញនឹងចាក់ច្រមុះយកទៅភ្ជួរស្រែអាខ្វិនក៏ហួចកន្លះទៅឲ្យអាខ្វាក់បានកន្លះហើយចាក់ច្រមុះខ្លាឈឺច្រមុះទ្រាំមិនបានក៏ស្ទុះច្រឡោតស្រែកតែរោមហើយរត់ទៅក្នុងពេលនោះអាខ្វិនខ្លាចស្ទើរនឹងស្លាប់ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទេងថាស្ដាយអានុបកូនក្រោលអញធាត់ល្អណាស់ហើយក៏ទៅតាមលុះទៅដល់កណ្ដាលស្រែបានឃើញខ្ទុំស្រែគេមួយមានទាំងរណាស់ហើយឃើញអណ្ដោតមួយអាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថាវើយអាខ្វាក់មានខ្ទុំស្រែគេហើយមានខ្សែពួរនិងចង្អេរសន្ធឹកផងអាខ្វាក់ថាចេះតែយកឲ្យអស់អាខ្វិនប្រកែកថាយកធัวអ្វីធ្ងន់ឥតអំពើអាខ្វាក់ថាធ្ងន់អីឯងធ្ងន់តែអញទេចេះតែយកទៅហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំដែលគេដាំទុកនៅជើងក្រានផងអាខ្វិនកៅយករបស់សពគ្រប់អស់ហើយក៏ឡើងជិះលើអាខ្វាក់ទៀតអាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅលុះដាយចូលព្រៃលេខវាលទៅត្រាតែភ្លីបានជួបមនុស្សម្នាក់គេមកយកឃ្មុំអាខ្វិនឃើញប្រាប់អាខ្វាក់ថាណែវើយមានគេមកយកឃ្មុំអាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថាវើយចែកឃ្មុំគ្នាស៊ីផងអ្នកយកឃ្មុំឆ្លើយថាគ្នាស៊ីតែទឹកទេទុកការឲ្យឯងហើយអ្នកយកឃ្មុំដោះទុកសัตว์ធំដាក់បំពុំជុកចិត្តយកទៅឲ្យអាខ្វាក់កាន់យកទៅលុះដាលិចវាលចូលព្រៃថ្ងៃណាស់ហើយគ្មានបាយទើបនិយាយគ្នាថាយើងស៊ីបាយសិនឲ្យមានកម្លាំងសឹមទៅទៀតអាខ្វាក់ដាក់អាខ្វិនចោះហើយដាក់របស់ចេញពីខ្លួនយកបំពង់ឫស្សីដែលញាក់យកឃ្មុំឲ្យនោះដោយស្មានថាជាសាច់ឃ្មុំមកស៊ីនឹងបាយដល់ដាក់ឈ្នុកឡើងធំស្អុយលាមកអាខ្វាក់ថាកន្លែងសំណាក់នេះស្អុយលាមកហើយយើងទៅរកដំណាក់ឈប់ឯមុខទៀតអាខ្វាក់ជុកបំពង់លាមកហើយក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថាអស់កម្លាំងឃ្លានបាយណាស់រកកន្លែងឈប់ស៊ីបាយអាខ្វិនក៏មើលឃើញម្លប់ល្អហើយមានទឹកត្រពាំងល្មមស៊ីបាយបានអាខ្វិនទះកំភ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើនោះឯងដល់ហើយអាខ្វាក់ដកឈ្នុកបំពង់នោះឡើងធំស្អុយទៀតអាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុនអាខ្វាក់អាខ្វិនចេះតែស្អុយដូចនេះឯង2-3 ដងក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់ហើយដកឈ្នុកបំពង់យកដៃលូកទៅជុំស្អុយលាមកដឹងថាលាមកក៏ប្រាប់ទៅអាខ្វិនថាវើយអាខ្វិនអាដែលយកឃ្មុំនោះវាបញ្ឆោតយើងជុះលាមកដាក់បំពង់ហើយជុកមាត់បំពង់ឲ្យមកយើងអាខ្វាក់ខឹងណាស់លាងដៃរួចហើយស៊ីបាយ2ញាក់នឹងអាខ្វិននិយាយគ្នាថាយើងស៊ីបាយឲ្យមានកម្លាំងរួចហើយយើងទៅតាមសម្លាប់អាចង្រៃដែលវាបញ្ឆោតឲ្យលិមកយើងឲ្យវាស្លាប់កុំឲ្យវាធ្លាត់តែបញ្ឆោតយើងដូច្នេះអាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះលុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណាអាខ្វាក់ឮសត្វសសេសចោះដើមឈើយកកណ្ដៀស៊ីគិតស្មានថាអ្នកយកឃ្មុំក៏ស្រែកហៅថាឯងមានចិត្តឯងចោះពីលើដើមឈើមកលុះដើរទៅដល់អាខ្វិនប្រាប់ថាសត្វសសេសចោះដើមឈើតែមិនមែនមនុស្សទេអាខ្វាក់អាខ្វិនដើរលិតវាលចូលព្រៃលិតព្រៃចូលវាលទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយស្រុកនោះឯងមានស្ដេចគង់នៅនោះហើយមានយក្សតែមកស៊ីមនុស្សនៅសាលាថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះស្ដេចឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយជាបុត្រីសម្លាញ់ប៉ុន្តែយក្សវាចង់ស៊ីបើមិនឲ្យនាងពៅទៅយក្សស៊ីនោះយក្សវានឹងស៊ីមនុស្សក្នុងនគរទាំងនាមឿនទាំងស្ដេចនាងពៅអាណិតអស់នៅនាមឿននិងស្ដេចបានជាមកឲ្យយក្សស៊ីជួនជាថ្ងៃនោះឯងអាខ្វាក់អាខ្វិនទៅដល់សាលានោះហើយអាខ្វិនប្រាប់អាខ្វាក់ថាយើងដល់សាលាសំណាក់ដែលគេឈប់យើងក៏ល្មមពេលនឹងឈប់ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរឮមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថាអ្នកមកពីណាត្បិតសាលានេះស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្សវាស៊ីសពថ្ងៃ
តែដល់ប្រលប់យៈវាហោះមកលឺសន្ធឹកដូចជាថ្កវាមកស៊ីមនុស្សនៅសាលានេះឯខ្លួនខ្ញុំមកឲ្យជាចំណីយៈដូច្នេះចូលអ្នកចេញទៅជាឆាប់ខំតែនៅមុខជាយៈវាស៊ីជាចំណីវាមិនខានទេឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផងមានកម្លាំងមានរិទ្ធផងលឺហើយក៏ឆ្លើយថាខ្លាចអាយៈនោះបើវាមកយើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀមយកបាយចំណីជំនុកមកឲ្យយើងស៊ីមានកម្លាំងនឹងកាប់យៈនោះឲ្យស្លាប់នាងឯងរកតែដាវឲ្យមុតល្អយើងនឹងកាប់យៈនោះនាងពៃលឺអាខ្វាក់ថាដូច្នោះក៏ប្រាប់ទៅថាបើអ្នកសម្លាប់យៈនោះបានរបស់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេយកឲ្យយៈនោះខ្ញុំជូនអ្នកទាំងអស់អាខ្វាក់បានលឺដូច្នោះអរណាស់បង្គាប់ទៅអាខ្វិនថាឲ្យយកបាយចំណីជំនុកមកស៊ីឲ្យមានកម្លាំងនឹងអោសម្លាប់យៈអាខ្វិនលឺនាងពៅថាយៈវានឹងមកស៊ីក៏ភ័យស្ទើរនឹងស្លាប់អាខ្វាក់ស៊ីបាយឆ្អែតហើយបិទទ្វារសាលាទាំងអស់លុះដល់ប្រលប់ងងឹតបន្តិចល្មមវេលាយៈមកស៊ីមនុស្សយៈហោះមកលឺសន្ធឹកដូចព្យុះលាន់ខ្ទោទាំងដីអាខ្វិនភ័យណាស់ស្ទើរនឹងលេចអាចមូនលេចនោមនាងពៅក៏សន្លប់នៅក្នុងស្គរអាខ្វាក់លឺសន្ធឹកយៈមកដូច្នោះមិនខ្លាចសោះអង្គុយចាំនៅមាត់ទ្វារលុះដល់ពេលយៈមកហើយឃើញទ្វារសាលាបិទយៈស្រែកសន្ធាប់ដូចរន្ទះថានរណាបិទទ្វារសាលាអញអាខ្វាក់ក៏មានខ្លាចស្រែកតបវិញថាអញបិទទ្វារសាលាអញខ្លាចអីឯងយៈឆ្លើយថាមនុស្សមកពីណាចិត្តធំដល់ម្លេះអញសុំមើលថ្លើមឯងបណ្ណាបានជាឯងចិត្តធំដល់ម្លេះអាខ្វាក់បោះចង្អេរក្រងធំទៅឲ្យយៈវាមើលឃើញចង្អេរក្រងហើយគិតក្នុងចិត្តថាថ្លើមអានេះធំណាស់សមខ្លួនវាធំជាងខ្លួនឯងហើយយៈឆ្លើយថាបើថ្លើមឯងធំប៉ុណ្ណេះចៃឯងធំប៉ុណ្ណាអាខ្វាក់បោះអណ្ដើកទៅឲ្យយៈមើលស្មានតែជាចៃមែនហើយគិតក្នុងចិត្តថាចៃវាធំប៉ុណ្ណេះសមខ្លួនវាធំមែនយៈសួរទៅទៀតថារោមជើងឯងធំប៉ុណ្ណាអាខ្វាក់បោះពួរដែលគេតាក់ក្របីទៅឲ្យយៈមើលហើយថារោមជើងឯងប៉ុណ្ណេះយៈភិតភ័យរត់ត្រឡប់ទៅវិញអាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថាយៈវាត្រឡប់ទៅវិញត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយៈមកទៀតឬនាងពៅក្រោកពីភ័យសន្លប់ឡើងប្រាប់ទៅអាខ្វាក់ថានៅមានយៈញីមួយទៀតយប់បន្តិចទៅវានឹងមកអាខ្វាក់ឮនាងពៅប្រាប់ដូច្នោះក៏ប្រាប់ទៅអាខ្វិនថាឯងទៅរើដាវមួយឲ្យមុតធំវែងល្មមនឹងកម្លាំងអញអាខ្វិនទៅរើដាវឲ្យអាខ្វិនលុះយប់យូរបន្តិចទៅយៈញីវាហោះមកឮសន្ធឹកដូចព្យុះអាខ្វាក់ឮសន្ធឹកយៈមកដូច្នោះក៏ឈរកាំងដាវចាំនៅមាត់ទ្វារហើយបិទទ្វារទុកលុះយៈនោះមកដល់ហើយវាច្រានទ្វារអើតកចូលមកអាខ្វាក់ឮសន្ធឹកយៈច្រានទ្វារកាប់ស្មានទៅត្រូវយៈដាច់កស្លាប់នៅទីនោះឯងអាខ្វាក់អាខ្វិនដឹងថាយៈស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅលុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នាលុះដល់ហើយអាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់មកចែកគ្នាអាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួនអាក្រក់ដាក់នៅមុខអាខ្វាក់ហើយសួរទៅអាខ្វាក់ថាឯងយករបស់ខាងមុខឯងឬរបស់ខាងមុខអញអាខ្វាក់មានប្រាជ្ញាគិតថាអាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួនក៏ប្រាប់ទៅអាខ្វិនថាអញយករបស់នៅមុខឯងអាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វិនថាចែកម្ដងទៀតចែកមុននោះមិនស្មើទេហើយអាខ្វិនយករបស់ចែកម្ដងទៀតដល់ចែកក្រៃទៀតអាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ហើយសួរថាអាខ្វាក់អញយករបស់ខាងណាអាខ្វាក់គិតថាម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួនហើយយកដៃស្ទាប់របស់នៅមុខនោះក៏ប្រាប់អាខ្វិនថាអញយករបស់នៅមុខអញអាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថាចែកមិនត្រូវទេចែកម្ដងទៀតអាខ្វាក់ឆ្លើយថាឯងចែកខ្លួនឯងហើយឯងថាមិនត្រូវអាខ្វិនយករបស់ចែកជាថ្មីទៀតហើយឲ្យអាខ្វាក់ថាដូចពីមុនអាខ្វាក់ថាត្រូវតែលើរបស់ល្អអាខ្វិនប្រាប់អាខ្វាក់ថាមិនត្រូវទេចែកម្ដងទៀតអាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញទៅមកពេលនោះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់ខ្វាក់គិតស្មានថាអាខ្វិនវាយក៏ឆ្លើយថានិយាយតែត្រឹមមាត់មិនអស់ចិត្តដៃដល់ផងទៀតហើយអាខ្វាក់ស្ទុះទៅធាក់ដល់អាខ្វិនទាល់តែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ឯអាខ្វិនស្ទុះទៅដល់អាខ្វាក់ត្រូវភ្នែកក៏ជាភ្លឺទាំងពីរឡើងអ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ហើយបបួលគ្នាដើរទៅទៀតនិយាយពីនាងពើកាលក្រោយអាខ្វាក់អាខ្វិនទៅដល់ព្រឹកភ្លឺមែនតែនឡើងអស់មនុស្សម្នាគេមកមើលនាងពើនៅសាលាឃើញនាងនៅរស់អស់មនុស្សម្នាគេយកពុំស៊ីបានឃើញឯយៈស្លាប់ជើងអង្គនៅមាត់ទ្វារទៅក្រាបទូលស្ដេចតាមដំណើរ
ស្ដេចទ្រង់ឲ្យទៅយកនាងពៅពីក្នុងស្គរមកទ្រង់មានប្រតិយត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់ទ្រង់មានព្រះបន្ទូលសួរនាងពៅថាដូចម្ដេចបានជាកូនរួចពីស្លាប់ហើយឃើញអាយ៉ាស្លាប់ទៅវិញនាងពៅក្រាបទូលព្រះបិតាតាមដំណើរសពគ្រប់ព្រះរាជបិតាបានឮព្រះរាជធីតាក្រាបទូលដូច្នេះទ្រង់ឲ្យប៉ាវកងរកអ្នកណាដែលសម្លាប់យក្សនោះទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធហើយឲ្យសោយរាជ្យឯអ្នកប៉ាវកងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិនហើយចៅខ្វាក់ចៅខ្វិនសួរថាមានកលយុគកលយាអីបានជាស្ដេចឲ្យប៉ាវកងអ្នកប៉ាវកងប្រាប់ថាស្ដេចឲ្យប៉ាវកងរកអ្នកសម្លាប់យក្សនិងយកទៅឲ្យសោយរាជ្យចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថាខ្ញុំនេះហើយសម្លាប់យក្សកាលដើមខ្ញុំខ្វាក់ខ្វិនឥឡូវជីហើយមិនជឿសោតមានទាំងរបស់ដែលខ្ញុំយកមកជីសម្គាល់ផងអ្នកប៉ាវកងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិនយកទាំងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្ដេចគ្រាន់ជាសម្គាល់ចៅខ្វាក់ចៅខ្វិនក្រាបថ្វាយបង្គំស្ដេចស្ដេចទ្រង់មានព្រះបន្ទូលសួរថាចៅឯងឬដែលសម្លាប់យក្សចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសពគ្រប់ស្ដេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើលហើយទ្រង់សួរថាចៅនេះឬដែលសម្លាប់យក្សនាងពៅក្រាបទូលថាអ្នកនេះហើយដែលសម្លាប់យក្សប៉ុន្តែកាលពីមុខគាត់ខ្វាក់ខ្វិនឥឡូវនេះមិនខ្វាក់ទេស្ដេចទ្រង់ជ្រាបទ្រង់ផ្សំនាងពៅឲ្យជាជាយាចៅខ្វាក់ឲ្យសោយរាជ្យជំនួសព្រះអង្គដល់ចៅខ្វាក់បានសោយរាជ្យហើយឲ្យចៅខ្វិនធ្វើជាឧបរាជត្បិតជាមនុស្សកំសត់កំរផងគ្នាក៏បានសេចក្តីសុខរៀងរៀបដរាបទៅ